បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបបានរាយការណ៍ពីករណីស្លាប់ជាង 10,000 ករណីអំឡុងពេលមានរលកកម្ដៅខ្ពស់បំផុតដែលបានបញ្ចេញឥទ្ធិពលនៅប៉ែកខាងលិចនៃទ្វីបកាលពីចុងខែមិថុនានេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី13ខែកក្កដាឆ្នាំ2026នៅលូម៉ូម៉ូដែលជាទីភ្នាក់ងារមួយគាំទ្រដោយមជ្ឈមណ្ឌលបង្ការនិងតាមដានជំងឺឆ្លងអឺរ៉ុបនិងអង្គការសុខភាពពិភពលោកបានបញ្ចេញរបាយការណ៍ថាភាគច្រើនលើសលប់នៃអ្នកស្លាប់គឺជាង 9,000 នាក់ស្ថិតក្នុងចំណោមក្រុមមនុស្សមានអាយុចាប់ពី65ឆ្នាំឡើងទៅរលកកម្ដៅខ្លាំងអាចសម្លាប់មនុស្សតាមរយៈការបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាលឬធ្វើទុកសរសៃឈាមបេះដូងនិងផ្លូវដង្ហើមធ្ងន់ធ្ងរហើយមនុស្សចាស់ងាយរងគ្រោះបំផុតលោក Lasse Vestergaard ប្រធានក្រុមគ្រូពេទ្យនៃវិទ្យាស្ថាន State and Serum របស់ដាណឺម៉ាកប្រាប់ Reuters ថាតួលេខក្នុងឆ្នាំនេះពិតជាខ្ពស់ណាស់ហើយវាពិបាកពន្យល់ថាអត្រាមរណភាពហួសប្រមាណនេះគឺគ្មានអ្វីក្រៅពីកត្តាអាកាសធាតុក្តៅខ្លាំងអ្នកវិទ្យាសាស្ត្រនិយាយថារលកកម្ដៅនៃចុងខែមិថុនាមិនអាចកើតឡើងទេប្រសិនបើគ្មានបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សនិងដែលបានកំពុងធ្វើឲ្យមានរលកកម្ដៅកាន់តែញឹកញាប់ជាមួយឥទ្ធិពលខ្លាំងតាមទិន្នន័យដែលប្រមូលផ្ដុំចេញពីស្ថិតិមរណភាពជាតិក្នុងប្រទេសចំនួន27នៅអឺរ៉ុបការស្លាប់កើតមានឡើងក្នុងសប្តាហ៍ថ្ងៃទី22ដល់ថ្ងៃទី28ខែមិថុនាជាពេលដែលសីតុណ្ហភាពក្នុងប្រទេសបារាំងអេស្ប៉ាញអង់គ្លេសនិងប្រទេសដទៃទៀតឡើងដល់កម្រិតកំពូល